សួស្តីអ្នកគ្នាវិលត្រឡប់មកកាន់ clip ថ្មីអូខេបើសិនជាអ្នកគ្នាមានបញ្ហាពេលដែលយើង screenshot ចឹងហើយគឺអ្នកគ្នាត្រូវការចុច save ទៅកាន់ camera roll ហើយត្រូវការ tick សិនអញ្ចឹងអ្នកគ្នាមើលវីដេអូនេះត្រូវហើយខ្ញុំនឹងប្រាប់ពីរបៀបបិទ screen preview នៅក្នុង iPhone របស់យើងជាដំបូងអ្នកគ្នាគ្រាន់ចូលទៅកាន់ setting ហើយយើងចុចកន្លែង search មកបើសិនជាយើងពិបាករកយើង click កន្លែង search bar នេះមកយើងវាយពាក្យថា screenshot អូខេបន្តមកទៀតអ្នកនរគ្នានឹងឃើញscreenshot នៅខាងលើយើងចុចមកអូខេបន្តមកទៀតយើងចូលទៅបិទវានៅកន្លែង screen preview កន្លែងនេះអ្នកនាងធ្វើការបិទវាមកអូខេបន្តមកទៀតអ្នកនាងអាច screenshot ដោយមិនចាំបាច់ចុច save ទេឡើយអញ្ចឹង screenshot ឲ្យទៅតែម្ដងអត់មានបបាក់ចាំបាច់ទៅ save ញ៉ៃទេអូខេអញ្ចឹងបើសិនជាអ្នកនាងចង់បើកវាវិញយើងចូលដូចមិនអញ្ចឹងមកយើងចុចបើកវាអញ្ចឹងមកអញ្ចឹងពេលយើង screenshot ទៅធ្វើឲ្យយើងត្រូវ save សិនឬក៏យើងទៅកែតម្រូវវា scrub វាអញ្ចឹងទៅអូខេអញ្ចឹងយើងឆ្លាញ់មួយណាយើងធ្វើតាមនឹងទៅយើងចង់យក screen preview បានអត់ក៏បានវីដេអូនេះមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយ See you soon bye then